và chấm riệp xua và phụng mai bóng ổnទាំងអស់គ្នា và good morning và breaking news vàព័ត៌មានថ្មីៗទាក់ទងនឹងតម្លៃមាសបាទថ្ងៃទី27ត្រូវជាថ្ងៃសុក្របាទហើយឃើញថាព័ត៌មានយប់មិញហ្នឹងក៏តាមដានស្អិតដែរឥឡូវយើងមកចូលមើលតម្លៃមាសបាទទីផ្សារអន្តរជាតិបន្តិចបាទ 5,196 ដុល្លារក្នុងមួយអោនបាទតម្លៃលក់នៅទីក្រុងភ្នំពេញ 16,7,300 ដុល្លារក្នុងមួយគីឡូបើគិតជាតម្លឹងបាទ 6,274 ដុល្លារក្នុងមួយតម្លឹងបាទតាក់ទងនឹងតម្លៃមាសយើងចូលព័ត៌មានបាទដើម្បីឲ្យបងប្អូនគាត់តាមដានគាត់ចង់ដឹងនឹងតើវាមានស្ថានភាពបាទយ៉ាងណាទៅហើយបាទតាក់ទងនឹង Iran និង US ឥឡូវតាក់ទងនឹងតម្លៃមាសបាទតម្លៃមាសមួយយប់ពេញតែម្ដង24ម៉ោងគឺមានភាពបាទល្អប្រសើរបាទគឺអត់ចោះទេឡើងប៉ុន្តែឡើងតិចតួចនៅចន្លោះពី 5,200 5,170 180 200 200បន្តិចហ្នឹងគឺនឹងអញ្ចឹងបាទហើយតាក់ទងនឹងព័ត៌មានតម្លៃមាសដូចជាមិនមានព័ត៌មានអីអាក្រក់ទេគឺនឹងមានព័ត៌មានល្អៗថាតម្លៃមាសនឹងឡើងបាទអញ្ចឹងយើងចាំមើលទាំងអស់គ្នាថ្ងៃហ្នឹងថ្ងៃស្អែកថ្ងៃខាងស្អែកទាំងអស់គ្នាបាទប៉ុន្តែព័ត៌មានជាក់ស្ដែងថ្ងៃនេះនឹងឡើងបាទហើយតាក់ទងនឹងអេរ៉ាន់ជាមួយនឹងសហរដ្ឋអាមេរិកការដែលនិយាយគ្នាយប់មិញហ្នឹងគឺត្រូវបាន2ចំណុចនៅសល់តែមួយចំណុចទេគាត់ដាក់ deadline បាទ deadline ហ្នឹងគឺសប្តាហ៍ក្រោយគឺគាត់នឹងបញ្ចប់ deal ហ្នឹងហើយបាទហើយខ្ញុំមើលទៅការសន្ទនាយប់មិញហ្នឹងគឺ 50-50 មានន័យថាអាចនឹងរកវិធីណាដើម្បីរកផ្លូវដើរកុំឲ្យមានសង្គ្រាមបាទហើយខ្ញុំក៏សប្បាយចិត្តដែរដែលពិភពលោកបានសន្ទនាគ្នាក្នុងការពន្លត់នុយក្លេអ៊ែររបស់អ៊ីរ៉ានហ្នឹងបើសិនជាមិនបាញ់គ្នាឬក៏ World US និងអ៊ីរ៉ានទេគឺពិភពលោកគឺប្រជាពលរដ្ឋពិភពទូទាំងពិភពលោកនឹងមានភាពបាទល្អប្រសើរនិងសប្បាយចិត្តដូចជាខ្ញុំអីហ្នឹងបាទសប្បាយចិត្តទៅពីព្រោះពិភពលោកយើងគឺ safe អញ្ចឹងទៅបងប្អូនបាទហើយតម្លៃមាសទោះជាមិនមានកត្តានឹងបាញ់គ្នាក៏ដោយក៏តម្លៃមាសនៅតែមានឱកាសក្នុងការហក់ឡើងដល់ 6,000 ដុល្លារក្នុងមួយអោនបាទធនាគាររបស់សហរដ្ឋអាមេរិកបានព្យាករណ៍ក៏មិនខុសពីធនាគារ UBS របស់ Swiss ឬក៏ Goldman Sachs ដែរបាទគឺព្យាករណ៍ថាតម្លៃមាសនៅឆ្នាំ 2026 នេះនឹងឡើងរហូតដល់ 6,000 ដុល្លារក្នុងមួយអោនស្មើនឹង 19,300 ដុល្លារឬក៏ 20,000 ដុល្លារក្នុងមួយគីឡូបាទអញ្ចឹងយើងចាំមើល deadline រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ាន់តើការសន្ទនាគ្នានេះនឹងបិទបញ្ចប់ Wall នោះមានន័យថាសង្គ្រាមបាទចាំមើលតើការបិទបញ្ចប់ហ្នឹងវាដោយរបៀបណាយើងនឹងតាមដានបន្តទៅទៀតប៉ុន្តែបើមើលទៅពីមុនខ្ញុំគិតថានឹងអាច attack ប៉ុន្តែបើការសន្ទនាពីយប់មិញនេះគឺ 50-50 ព្រោះគាត់ស្វែងរកដំណោះស្រាយរៀងៗខ្លួនអញ្ចឹងបើសិនជាមិនមានសង្គ្រាមទេគឺពិភពលោកបាទប្រជាពលរដ្ឋទូទាំងពិភពលោកនឹងសប្បាយចិត្តបាទដូចជាខ្ញុំអីហ្នឹងបាទសប្បាយចិត្តព្រោះការដែលធ្វើសង្គ្រាមគឺបណ្ដាលឲ្យប្រទេសទាំងសងខាងនឹងស្លាប់ហើយខាតបង់ច្រើនបាទអញ្ចឹងថ្ងៃនេះក៏មានព័ត៌មានល្អៗតាក់ទងនឹងមាសដែរមាសឡើងបាទក្នុង24ម៉ោងនេះហើយស្អែកអីហ្នឹងក៏បន្តឡើងដែរប៉ុន្តែឡើងស្មូតមែនតើហើយបងប្អូនកុំគិតថាអត់ឡើងណាព្រោះពីចូលឆ្នាំយើងលក់តែ 5,000 ដុល្លារក្នុងមួយអោនទេវាអាចចន្លោះពី 6-10,000 ឬក៏ 15,000 ក្រាស់ទេប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះមាសឡើងរហូតទៅដល់ 7,000 ដុល្លារជាងក្នុង1គីឡូហើយសំអ្នកដែលទិញ 7-10,000 8-10,000 ហ្នឹងចាំផ្ដើមសប្បាយចិត្តដែរបាទអញ្ចឹងក៏សូមអរគុណបាទសូមអរគុណ